សូមអរគុណដែលអនុញ្ញាតឲ្យខ្ញុំបានធ្វើបទសម្ភាសន៍ពាក់ព័ន្ធទៅនឹងពិធីបុណ្យទន្លេនៅក្នុងខេត្តតាកែវលើកនេះជាយុវជនឬមួយអមតបានចូលរួមយ៉ាងដូចម្តេចខ្លះរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី9ឆ្នាំ2025ក្នុងខេត្តតាកែវក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី9ក្រោមប្រធានបទគុណតម្លៃនៃទន្លេវប្បធម៌ផ្សារភ្ជាប់នឹងទេសចរធម្មជាតិអញ្ចឹងយុវជនអមតយើងគឺបានចូលរួមច្រើនតាំងពីព្រឹកក្នុងការរត់ប្រណាំងម៉ារ៉ាតុង5គីឡូម៉ែត្រហ្នឹងគឺយើងជួយសម្របសម្រួលក្នុងការចែកមេដាយទាំងចែកទឹកសុទ្ធបន្ទាប់មកទៀតយើងមានចូលរួមក្នុងកម្មវិធីដាំដើមឈើចូលរួមសិក្ខាសាលារបស់ការបើកវគ្គពិធីបុណ្យទន្លេនឹងតែម្ដងបងហើយជាងព្រឹកមិញហើយនឹងស្រមិញពេលល្ងាចមានកម្មវិធីជាបន្តបន្ទាប់ទៀតរបស់ថ្នាក់ដឹកនាំខេត្តនិងរដ្ឋមន្ត្រីក្រសួងទេសចរបងជាកម្មវិធីសម្រាប់ថ្ងៃមុខទៀតមានត្រូវចូលរួមរៀបចំអីទៀតទេបាទជាចំពោះមុខដូចអត់ទាន់មានអីថាផែនការមកប៉ុន្តែបើសិនជានេះយើងនឹងមានជាបន្តបន្ទាប់មកទៀតកម្មវិធីផ្សេងគឺយុវជនអមតយើងគឺតែងតែមានការចូលរួមចំណុចបងរីករាយយ៉ាងម៉េចទៅដែលខេត្តរបស់យើងក៏ដូចជាអមតរបស់យើងបានចូលរួមនៅក្នុងព្រឹត្តិការណ៍រៀបចំបុណ្យទន្លេមានអារម្មណ៍ថារំភើបព្រោះខេត្តតាកែវយើងលើកទី1យើងបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបុណ្យទន្លេអញ្ចឹងយើងបានបង្ហាញសក្តានុពលយើងទៅប្រជាជនទាំងអស់នៅទូទាំងប្រទេសជាតិកម្ពុជាថាខេត្តតាកែវយើងមានកន្លែងទេសចរឬក៏មានសក្តានុពលអីខ្លះដែលអាចបង្ហាញទៅគេគ្រប់គ្នាជួនកាលពលរដ្ឋយើងអត់ទាន់ដឹងទេថាគ្រាន់តែឮតាកែវដូចជាអត់មានអីជាពិសេសដូចយើងធម្មតានៅសៀមរាបយើងមានប្រាសាទនៅមានអីក៏ពិតតាកែវអត់ទេគឺយើងមានច្រើនជាក់ស្ដែងគឺរមណីយដ្ឋានភ្នំតាម៉ៅចាទន្លេបាទីយើងមិនមានគ្រាន់តែទន្លេគឺយើងមានប្រាសាទតាព្រំមានទៀតចាភ្នំបាយ៉ាងកោទឹកជ្រោះផ្អោបហើយនឹងបឹងធម្មជាតិសត្វស្លាបព្រៃលពៅក៏ចាបឹងកែវក៏ជាច្រើនហើយនៅមានកន្លែងកែច្នៃផ្សេងទៀតដូចជាអន្លង់ភ្ញៀវចាមានច្រើនដែរស្ដាប់ទៅដូចមានសក្តានុពលណាស់ហើយទើបតែធ្វើឲ្យខ្ញុំនឹកឃើញភ្លាមថាយើងមានទន្លេដែរទន្លេបាទីពីព្រោះបើស្ដាប់មួយផ្លែថាចំទន្លេថៃតកៅមានទន្លេមកពីណាมันមានទន្លេធំហ្នឹងតែមានទន្លេបាទីក៏ប៉ុន្តែក៏យើងមានព្រែកដែរមែនទេបាទព្រែកបុរាណព្រែកដូចជាព្រែកដែលជំនាន់មុនដូចជាព្រែកវិញទេឬមួយក៏ព្រែកអូកែវវិញជាដើមហ្នឹងហើយបងបន្ទាប់ពីគេយើងសាមានគម្រោងក្នុងព្រែកជីកហ្វូណនដៃជោយើងឃើញថាមានគំរូព្រែកចាស់របស់យើងមានហើយស្រាប់តែនៅឆ្លងកាត់ខេត្តតកែវរបស់យើងបងបាទមានអារម្មណ៍ថារំភើបដោយសារតែខេត្តយើងអត់ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេទេនេះគឺជាលើកទី1ហើយដែលខេត្តតកែវយើងបានទទួលធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេហើយតាមរយៈបុណ្យទន្លេនេះបង្ហាញឲ្យឃើញថាខេត្តតកែវយើងនឹងមានការរីកចម្រើនឡើងមានការទាក់ទាញនៅភ្ញៀវទេសចរបានកាន់តែច្រើនឡើងតាមរយៈតំបន់រមណីយដ្ឋានដែលយើងមានតាំងរមណីយដ្ឋានធម្មជាតិរមណីយដ្ឋានប្រវត្តិសាស្ត្ររមណីយដ្ឋានកែច្នៃហើយខេត្តតាកែវយើងគឺជាខេត្តមួយដែលចំណាស់នៅក្នុងខេត្តក្រុងទាំង25របស់ប្រទេសកម្ពុជាយើងបាទដែលដើមកំណើតនោះគឺនគរកកធ្លកបាទហើយយើងក៏មានប្រាសាទបុរាណជាច្រើនដែរដូចជាប្រាសាទភ្នំដាប្រាសាទបាយ៉ង់កោប្រាសាទភ្នំយីសូបាទហើយនេះហើយគឺសុទ្ធតែជាទឹកតាងប្រវត្តិសាស្ត្រថាខេត្តតាកែវគឺជាទឹកដីដ៏ចំណាស់និងមានប្រវត្តិសាស្ត្រដ៏ចំណាស់បាទជំនុំពរឲ្យប្រជាជនយើងគ្រប់គ្នាដែលមានចំណាប់អារម្មណ៍ចង់មកទស្សនាបុណ្យទន្លេនៅខេត្តតាកែវសូមចូលរួមឲ្យបានច្រើនកកព្រោះថាយើងមានទាំងសុវត្ថិភាពពេញទីអត់អីទេកុំបិចខ្លាចថាមកទៅមានបញ្ហាបែបនេះគឺយើងមានឃើញថាមានពង្រាយកងកម្លាំងការពារជាច្រើនចាហើយសូមចូលរួមឲ្យបានច្រើនព្រោះយើងមានសក្តានុពលច្រើនផ្នែកមែនតើមានទាំងបង្កងមានទាំងបង្ទាកូនស្រែរនងបង្កងអង្គរបរិយចាច្រើនទៀតអូម៉ូតូរបស់យើងក៏បានដាក់តាំងស្តង់ដើម្បីបង្ហាញដល់ភ្ញៀវទេសចរផងដែរអមាញ់មិញនេះសម្ដេចបវរធិបតីរបស់យើងក៏បានអញ្ជើញចូលទស្សនាស្តង់ដែរលោកមានប្រសាសន៍យ៉ាងម៉េចទៅពីការរៀបចំស្តង់ក៏ដូចជាសារយ៉ាងណាចំពោះអូម៉ូតូរបស់ជាដំបូងសម្ដេចគាត់សួរសុខទុក្ខពីការអភិវឌ្ឍរបស់និស្សិតយើងអញ្ចឹងក្នុងករណីនាងខ្ញុំជាក្រុមនិស្សិតខាងតកែវកំពតនេះជាពិសេសខាងតកែវនេះគឺភាគច្រើនសិតសឹងតែជាគ្រូបង្រៀនដែលទទួលបានអាហារូបករណ៍ពិសេសមួយរបស់សម្ដេចអញ្ចឹងសម្ដេចគាត់សួរនាំពីការបង្រៀនពីការ
អភិវឌ្ឍរបស់និស្សិតយើងពីការអតីតនិស្សិតហ្នឹងតើគ្រូយើងចេញទៅប្រកបការងារហ្នឹងមិនដែរព្រោះនិស្សិតជំនាន់ដែលទទួលបានហ្នឹងគឺសិតតែជាគ្រូសឹងថា 95% ជាធនធានមនុស្សដែលទៅបណ្ដុះបណ្ដាលមនុស្សបន្តទៀតអញ្ចឹងសម្ដេចគាត់សួរថាការប្រកបក្របរហ្នឹងរៀនបង្កើតធនធានតហ្នឹងមានបញ្ហាឬក៏មានឧបសគ្គនឹងសួរនាំសុខទុក្ខរបស់និស្សិតយើង បើតាមខ្ញុំចាំមិនខុសទេគឺសម្ដេចរដ្ឋាភិបាលលោកបានអញ្ជើញមកខេត្តតាកែវឆ្នាំណានោះហើយលោកបានផ្ដល់អាហារូបករណ៍ជាច្រើន10នាក់ដល់បាទ170នាក់បាទដល់បាទលោកគ្រូអ្នកគ្រូដើម្បីបន្តការសិក្សាទៅតាមផ្នែកផ្សេងហើយបើមិនមែនទៅអាហារូបករណ៍នេះមានសារៈប្រយោជន៍យ៉ាងដូចម្តេច អាហារូបករណ៍នេះមានសារៈប្រយោជន៍ជាច្រើនព្រោះកាលជំនាន់នោះហើយដូចឥឡូវក៏មាននិស្សិតខ្វះខាតច្រើនដែរអញ្ចឹងជំនាន់ហ្នឹងយើងប្រឡងជាប់គ្រូសិស្សប៉ុន្តែយើងអត់លទ្ធភាពរៀនតសម្រាប់បង្កើនចំណេះដឹងយើងតទៅទៀតណាតែជាក់ស្ដែងយើងបានមានឱកាសជួបសម្ដេចសុំលោកផ្ទាល់លោកផ្ដល់ឲ្យហើយឥឡូវនេះគឺយើងមានស្តង់ដែរបងអញ្ចឹងកាលណាយើងមានស្តង់យើងបង្ហាញពីនីតិវិធីនិងវិធីសាស្ត្រក្នុងការដែលទទួលបានអាហារូបករណ៍អញ្ចឹងមានបងមីងជាច្រើនគាត់មក គាត់សួរដើម្បីបានអាហារូបករណ៍តែទៅគ្រូម៉េចថាយើងមាន scan មាន app ឲ្យគាត់ចូលដើម្បីសួរព័ត៌មានហើយឃើញថាឥឡូវកាន់តែអភិវឌ្ឍបងព្រោះសាលាដែលផ្ដល់អាហារូបករណ៍ឲ្យគឺសិតតែជាសាលាល្អៗហើយសាលាថ្លៃនៅទីក្រុងភ្នំពេញក៏មាននៅតាមខេត្តយើងក៏មានគ្រប់រាជធានីខេត្តបង ដូច្នេះអាហារូបករណ៍នេះមិនមែនសម្រាប់ផ្ដល់ឲ្យតែមានគ្នាឯងឬបពុទេចាអត់ទេបងគឺយើងថានិស្សិតសិស្សគ្រប់រូបមានឱកាសទទួលបានឲ្យតែគាត់ ស្វះស្វែងជារៀមរកគឺយើងមានទាំងការប្រឡងមានទាំងការវិនិច្ឆ័យជាក់ស្ដែងហើយសាលាដែលផ្ដល់ឲ្យហ្នឹងគឺសិតតែជាសាលាល្អៗហើយមិញខ្ញុំលើកបងគាត់និយាយថាមានដល់សាលាពេទ្យទៀតឥឡូវអាចនឹងរៀបចំមកបន្តទៀតហើយឃើញថាមានគ្រប់ផ្នែកជាពិសេសនៅរាជធានីភ្នំពេញអញ្ចឹងបងប្អូនដែលគាត់មានជីវភាពខ្វះខាតយើងអាចស្នើសុំបានតាមរយៈអាហារូបករណ៍សម្ដេចតេជោនិងសម្ដេចគតិព្រះបុណ្យនីហ៊ុនសែន ក្នុងនាមជាអតីតនិស្សិតអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដែលផ្ដល់ជូនតាមរយៈសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចាន់មនីខ្ញុំបាទពិតជារីករាយឧបមាដែលបានទទួលអាហារូបករណ៍ហើយបានខិតខំរៀនសូត្ររហូតដល់ចប់រៀនចប់ហើយយើងមានការងារល្អធ្វើហើយអាចជួយទៅដល់គ្រួសារហើយនឹងសង្គមថែមទៀតបាទតាមរយៈអាហារូបករណ៍នេះគឺយើងបានចូលរួមជាមួយនឹងការងារសង្គមជាច្រើនដូចជាការងារសប្បុរសធម៌ផ្សេងៗបាទប៉ុន្តែបើសិនជាគ្មានអាហារូបករណ៍អមតទេនិស្សិតឬក៏យុវជនជាច្រើនប្រកាសជាមិនអាចបញ្ចប់ការសិក្សាដល់ថ្នាក់បរិញ្ញាបត្រទេដោយសារតែមានអមតនេះហើយជួយឲ្យយុវជនយើងអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រដល់រាប់រយរាប់ពាន់នាក់ហើយមិនត្រឹមតែប៉ុណ្ណេះអាចមានអ្នកមួយចំនួនទៀតគាត់អាចបញ្ចប់ដល់ថ្នាក់បណ្ឌិតទៀតផងរៀនចប់ហើយមានការងារធ្វើទៀតពីព្រោះបានន័យថានិស្សិតរបស់យើងដែលទទួលបានអាហារូបករណ៍គាត់ផ្ដោតតែទៅលើការរៀនសូត្រមិនគិតថាអូគាត់បានប្រាក់ពីណាសម្រាប់បង់ថ្លៃសិក្សាគឺគាត់គិតតែរៀនដើម្បីយកគុណភាពដើម្បីធ្វើយ៉ាងណាចេញទៅមានការងារធ្វើចូលរួមអភិវឌ្ឍសង្គមបាទបងបាទពិតណាបងបាទសូមអរគុណណាស់ជាចុងក្រោយនៃកិច្ចសម្ភាសន៍នេះតើមានពាក្យពេចន៍យ៉ាងណាបន្ថែមទៀតទេពាក់ព័ន្ធទៅនឹងវិធីបុណ្យទន្លេក្តីក៏ដូចជាដើម្បីទទួលបានអាហារូបករណ៍របស់សម្ដេចទាំង3និងលោកជំទាវក្តីជាចុងក្រោយក្នុងឱកាសបុណ្យទន្លេលើកទី9គុណតម្លៃនៃទន្លេវប្បធម៌ផ្សារភ្ជាប់នឹងទេសចរធម្មជាតិនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទស្សនាឲ្យបានច្រើនព្រោះថាយើងមានស្តង់មានពិព័រណ៍ជាច្រើនដែលបងប្អូនអាចទស្សនាបានហើយក្នុងជំនួយយើងជាយុវជនជំនាន់ក្រោយយើងគប្បីស្វែងរកចំណេះដឹងចំណេះវិជ្ជាបន្ថែមទៀតអញ្ចឹងបើសិនជាបងប្អូនដែលអត់មានលទ្ធភាពអញ្ចឹងបងប្អូនត្រូវតែស្វែងរកអាហារូបករណ៍ផ្សេងៗដូចជាអាហារូបករណ៍សម្ដេចតេជោជាដើមក្នុងការអភិវឌ្ឍខ្លួនឯងដែលជាយុវជនស្នូលរបស់ប្រទេសជាតិយើងតទៅមុខទៀតបងសំណពរឲ្យភ្ញៀវទេសចរជាតិអន្តរជាតិមកលេងខេត្តតាកែវឲ្យបានច្រើនហើយក៏សំណពរដល់អាជីវករយើងកុំដំឡើងថ្លៃអីពាក់ព័ន្ធជាមួយនឹងការទទួលភ្ញៀវនេះគឺយើងរក្សាតម្លៃឲ្យនៅដដែលដើម្បីជាភាពទាក់ទាញដល់ភ្ញៀវទេសចរ
បាទ